nó bây giờ như tôi đo ca chôn đi vót bông bông khác quạt nước tôi đoอายุ60 năm 70 năm bọn quạt chôn đi vót hay quạt trong một đám đồn đám ấy niệm bông bông tạm bất cùng nước bài nâng của về mình khó đài được bông bông khác quạt rồi nơi tì krong rồi nơi trên tới quạt mình ai một đám tận năm ấy đi về để quạt của bông ở phơi cao kia thì phần đáy bông bông trăm đo pe nâng bàn một đám bông bông nâng bả mông phù ca đam tận năm bậc phết ní vì mình sưu tê bông bông mình đã tới cao tê rồi bông bông khơi chân nữa cái lại phần nụ phê nâng cứ đồn để vì ngọt để xa tại đuông xì bông bông chẳng vì phơi tới với chụp anh ha chụp ấy là hốt nâng Việt miền ấy tao phơi tao rồi luôn là hốt tê bà sân phơi tao rồi luôn là hốt đó cả sự cô bỏ dưỡng ọt chụp tục làm bạ theo bông bồn phải khai chút tới trên miền này và đây thua tới chụp anh hà lột bông bồn chứng vì miền ngóp miền cân miền tôi miền đào chứng tới tại vì play toàn mà lỗ để sao việc tụm chập đào miền play cho năm từ bốn chứng về đây thua tới việc ọt bàn phò lỗ mà thế hơi nè để bông bồn khơi chứng chùm nai pot là bông này ní cứ ở rập pon làm bồn bọt là bông chung vinh từng ngõ nứng cứ ở pon là tiền đại dương mình toàn chăm bạch trời cá phốn và nãy giờ trời phơ mỏng bây giờ phơ tế cùng tha đó đám đôn bàn rọp rồi đàmแบบนี้đàm tầm đàm tục phật tức bàn phong bồn nè sọc nè phum nhom chân cứ mình ta nè sọc nè phum nó hàng nhom tiền bồn nhom chưa tha nơi đầm bòn na có đôi đầm bòn na đây quạt châm cô cho mấy chân bật lên trao bên những chân tới luôn quạt có đám đôn rồi tập đôn phật tức bàn phong hơi mũi tiết về đểយើងដាំទៅវាជួបបញ្ហារហូតចេះវាមានធ្លាក់វាមានស្អុយវាមានអីចឹងរហូតចឹងនេះដូចបងប្អូនឃើញចឹងមកធ្លីនេះមានស្អុយ3 4ផ្លែចឹងទៅវាអត់ចប់ទាំងអស់ទេចឹងហើយធ្វើអីក៏វាមានឧបសគ្គជួបឧបសគ្គរហូតហើយដូចបងប្អូនឃើញខាងនោះទៅរៀងឆ្ងាយបន្តិចនោះនៅចុងនោះគឺទឹកកាត់ចោល3 4 5ដើមហើយដូងនឹងសិតតែពេញផ្លែចឹងដោយសារតែដួងដោយសារតែអីហ្នឹងឯងយើងមើលយើងថែយើងដើរមើលដើរអីប៉ុន្តែវានៅតែជួបបញ្ហារហូតចឹងបងប្អូនសាកសម័យមើលបើសិនជាបងប្អូនចាំរហូតដល់អាយុ60 ឆ្នាំបានមកធ្វើត្រូវការពេល4ឆ្នាំឬក៏បើដូងក្អូបអាចរយៈពេលត្រឹម2 ឆ្នាំកន្លះអាហ្នឹង2 ឆ្នាំកន្លះពេលដែលយើងទិញគេយកមកដាក់បើន័យថាដូងដែលគេបដោះមានអាយុចិត្ត1 ឆ្នាំហើយចឹងយើងយកមកដាក់2 ឆ្នាំកន្លះក្រោយវាឲ្យផលចឹងមកដូងនឹងវាអាយុ3 ឆ្នាំជាងហើយ3 ឆ្នាំកន្លះអីវាចាប់ដើមផ្លែតែបើយើងបដោះខ្លួនឯងយើងទិញផ្លែយកមកបដោះរយៈពេល3 ឆ្នាំពេញបានចាប់ដើមទទួលបានផលទទួលបានផ្លែចឹងបងប្អូនសាកសម័យមើលតើពេលដែលបងប្អូនអាយុ60 ឆ្នាំបានបងប្អូនចាប់ដើមធ្វើបងប្អូនមានកម្លាំងធ្វើអត់ហើយធ្វើទៅទទួលបានផលអត់បងប្អូនអាចនៅបានទទួលផលបានមួយថ្ងៃនៅយើងនិយាយឲ្យបងប្អូនស្រួលស្ដាប់ចឹងហើយពេលដែលយើងគិតទៅដល់ដំណាំជួននិវត្តយើងគួរតែចាប់ដើមធ្វើខ្ញុំនិយាយនេះក៏មិនជាដូងរបស់ខ្ញុំផ្ទាល់ដែរជាដូងរបស់ប៉ារបស់ខ្ញុំហើយដូងរបស់ខ្ញុំផ្ទាល់ខ្ញុំទៅតែចាប់ដើមដាំទេបងប្អូនដែលគាត់មើលវីដេអូខ្ញុំគាត់ដឹងថាដូងរបស់ខ្ញុំទៅតែដាំបាន1 ឆ្នាំអីទេវាមានតែខ្លះដូងចាស់ពីមុនមកវាពេញផ្លែហើយប៉ុន្តែដូងដែលខ្ញុំទៅដាំហ្នឹងគឺទៅបាន1 ឆ្នាំទេហើយខ្ញុំដាំមិនទឹមដាំ1 ឆ្នាំនឹងទេខ្ញុំដាំ 4 5 ឆ្នាំហើយវាសមតែនឹងដូងនឹងវាផ្លែហើយប៉ុន្តែដាំទៅគឺជួបឧបសគ្គរហូតជួបបញ្ហារហូតដូងនេះក៏ដូចគ្នាដែរតាមពិតដូងនេះវាត្រូវផ្លែតាម1 ឆ្នាំមុនប៉ុន្តែឆ្នាំមុននឹងវារាំងដាច់មែនទេរាំងរហូតដល់ធ្លាក់ធាំងស្ចាបហ្មងធ្លាក់ធាំងស្ចាបមើលទៅសឹងថាប្រឡែងតែភ្លើងបន្តិចឆេះទិលអញ្ចឹងគឺផ្លែរបស់វាអន់ផ្លែរបស់វាអត់ល្អខ្លះវាអត់ផ្លែទេវាអាក់ហើយសំបីតដូងចាស់ហ្នឹងក៏វាអត់ផ្លែដែរវាអន់ដើមអីចឹងទៅចឹងហើយបានវាជួបឧបសគ្គរហូតជួបបញ្ហារហូតបើសិនជាអត់ជួបបញ្ហាអត់ជួបឧបសគ្គទេឥឡូវនេះខ្ញុំមិននៅប៉ុណ្ណេះទេប្រហែលជាខ្លាចជាអ្នកមានណាបងប្អូនជ្រូតស្មៅបន្តិចឲ្យកដុលប្រាំងរបស់ខ្ញុំហើយក៏ខ្ញុំឆ្លៀតធ្វើវីដេអូនេះធ្វើវីដេអូនិយាយប្រាប់បងប្អូនទៅពីរឿងដំណាំជួននិវត្តហើយបងប្អូនខ្លះនៅពេលដែលនិយាយទៅពីច្រើនគាត់ថាចាំមើលគាត់អាយុច្រើនគាត់ឈប់ពីការងារឈប់ពីអីចឹងទៅបានគាត់មកធ្វើបើខ្ញុំលើកទឹកចិត្តថាបងប្អូនមានផ្ទះនៅក្បែរដីចំការបងប្អូនឬបងប្អូនរស់នៅស្រុកស្រែចំការទេ
បងប្អូនគួរតែចាប់ដើមធ្វើបដាទៅដូងនេះដំណាំជួននិវត្តន៍បានន័យថាជាដំណាំដែលយើងទទួលបានផលពេលជួននិវត្តន៍មិនដំណាំជួននិវត្តន៍ហ្នឹងតលតែយើងជួននិវត្តន៍បានយើងចាប់ដើមធ្វើទេបងប្អូនកុំយល់ច្រឡំមួយពេលជួននិវត្តន៍បានយើងចាប់ដើមធ្វើមួយទៀតពេលដែលយើងជួននិវត្តន៍យើងទទួលបានផលពីដំណាំដែលយើងគិតថាវាជាដំណាំជួននិវត្តន៍យើងធ្វើការអីលេងកើតយើងទទួលបានផលពីវាមួយទៀតគឺយើងចាប់ដើមធ្វើវានៅពេលដែលយើងចូលនិវត្តន៍អានឹងបើប្រភេទដូងឯនេះគឺហួសពេលហើយបងប្អូននឹងមិនមានកម្លាំងគ្រប់គ្រាន់សម្រាប់មើលថែពួកវាទេបងប្អូននឹងពិបាកនៅក្នុងការគ្រប់គ្រងពួកវាហើយបើផ្សេងដីបងប្អូនអត់មានប៉តលបងប៉តអីនេះដាំគ្មានទៅកើតទេបងប្អូនខ្ញុំនៅក្មេងៗវិញមិនឈ្នះតែអង្គុយចាំដេញគោទេបងប្អូនហើយគោចូលព្រឹកល្ងាចរហូតសំបីតែមានលបងហើយនៅតែមានបញ្ហានៅតែជួបបញ្ហារហូតហើយឲ្យបងប្អូនមើលឃើញតិចនេះជាដើមល្មុតកាលពីមុននៅកន្លែងនេះជាកន្លែងប៉ារបស់ខ្ញុំគាត់ដាំល្មុតជាការល្មុតធំហើយនេះជាអាល្មុតតូចទេប៉ុន្តែវាងាប់ហើយបងប្អូនហើយបើល្មុតដែលខ្ញុំបើសិនជាទុកល្មុតហ្នឹងប្រហែលជាប៉ុនគល់ដូងតែកាប់អស់ហើយកាលហ្នឹងគឺដាំចឹងទៅដាំល្មុតព្រៃល្មុតធំចឹងហើយមានអ្នកចិត្តខាងខ្លះគាត់បាត់គោហើយគាត់អត់បានចូលមករោនៅក្នុងចការល្មុតរបស់ខ្ញុំទេគាត់ដើររោសួរគេសួរឯងគោរបស់គាត់ប្រឡែងចោលចឹងឯងប្រឡែងទាំងខ្សែបងប្អូនគេហៅតបេះបងប្អូនខ្លះគាត់ជាស្គាល់ហើយតបេះប្រឡែងចោលចឹងទៅដល់ពេលហើយគោនឹងវាមករុំក្នុងចការល្មុតរបស់ខ្ញុំដល់ពេលមករុំក្នុងចការល្មុតពេលដែលគាត់រោគោ3 4ថ្ងៃរត់ឃើញគាត់អស់ចិត្តហើយគោរបស់ខ្ញុំគោអ្នកភូមិរបស់ខ្ញុំកាលពីមុនគឺបែបហ្នឹងឯងចាំប្រឡែងចោលចឹងទៅបាត់ក៏បាត់ទៅមិនបាត់ក៏អត់ទៅបាត់គាត់គិតតែចោលលួចឬក៏វាបាត់ទៅណាក៏គាត់មិនខ្វល់ដែរដល់ពេលអញ្ចឹងគាត់ឡើងអស់ចិត្តអស់ចង់ឈប់រោឈប់អីហើយគាត់នៅផ្ទះដល់ពេលពួកខ្ញុំមកបេះល្មុតនៅកន្លែងនោះខាងហ្នឹងក៏ឃើញដីនេះតាមពិតដីប៉ារបស់ខ្ញុំទាំងអស់ទេប៉ុន្តែគាត់ថាឥឡូវគាត់ចែកឲ្យកូនគាត់កូនទៅក៏ខាន់លបងយទៅអញ្ចឹងពេលដែលខ្ញុំមកដល់ឃើញគោខ្ញុំក៏ស្រាយគោហើយស្រាយគោនឹងប៊ីសគោវាផ្អើលបងប្អូនប៊ីសនឹងរឹតដៃដាច់ទៀតប៉ុន្តែដោយសារខ្ញុំដកដៃតន់ទៅវាអត់អីរូតដៃបងប្អូនពេលហ្នឹងក៏ចាប់ដើមប្រឡែងស្រាយទៅដឹកយកទៅឲ្យគាត់ដល់ផ្ទះអ្នកចិត្តខាងទេបងប្អូនចប់លបងគ្នាទេពេលដែលយកទៅដល់ផ្ទះគាត់មិនត្រឹមតែមិនអរគុណទេបងប្អូនអរគុណមួយម៉ាត់ក៏មិនអរគុណដែរហើយមុខឡើងខ្មត់ខឹងយើងមុខខ្មត់បងប្អូនខ្លះប្រកាសជាស្គាល់ពាក្យខ្លះវានេះខឹងយើងមុខខ្មែតខ្មត់អត់ចង់និយាយរោយើងអត់អីចឹងណាតែពេលហើយថ្ងៃក្រោយមកស្រាប់តែឮអារឿងពាក្យតែគាត់ថាពួកខ្ញុំនឹងវាយធ្វើបាបគោរបស់គាត់យកគោរបស់គាត់ចងបើអត់ស្មៅអត់ឲ្យស៊ីអត់ឲ្យអីចឹងទាំងតែតាមពិតគោរបស់គាត់បោស៊ីបំផ្លាញដើមដូងដើមល្មុតដើមអីខ្ញុំហើយទ្រាំតែជាប់ជាពាក់ជាមួយនឹងដើមល្មុតនឹងបំផ្លាញដូងបំផ្លាញអីពេញនឹងហើយពេលដែលយើងយកទៅឲ្យគាត់បែរជាមានពាក្យថាយើងនឹងធ្វើបាបគោរបស់គាត់ដល់ពេលហើយគាត់មិននិយាយរោពួកខ្ញុំមកដល់ឥឡូវនេះគឺ20ឆ្នាំជាងហើយអត់និយាយរោគ្រួសារពួកខ្ញុំទេគ្រួសាររបស់ខ្ញុំក៏បើគេមិននិយាយរោនៅធ្វើម៉េចបើគេយល់ថាពួកខ្ញុំជាអ្នកធ្វើបាបគោគេហើយអាហ្នឹងតាមតាណាទៅទាំងតែតាមពិតយើងមានតែបានធ្វើបាបអីគោរបស់គាត់មកបំផ្លាញទ្រព្យសម្បត្តិរបស់យើងហើយវាជាប់នឹងគុលវិជ្ជពៈដូចវាមានតបេះចឹងបងខ្សែគោវាមានតបេះពេលវានេះទៅវាធ្លាក់ចូលទៅប្រគៀបអញ្ចឹងហើយវាគៀបជាប់នៅនឹងទៅអញ្ចឹងវាទៅណារួចវារុំចុះរុំឡើងទៅវានៅនឹងទៅតែតាមពិតគោវាអញ្ចឹងសោះហើយគាត់ខឹងពួកខ្ញុំខឹងហើយទាំងដែលពួកខ្ញុំនឹងឯងជាអ្នកដឹកគោពេលដែលឃើញគោយើងដឹកយកទៅឲ្យដល់ផ្ទះហើយរហូតមកដល់ឥឡូវ20ឆ្នាំជាងរឿងនេះនៅតែគាត់ខឹងពួកខ្ញុំមិននិយាយរោពួកខ្ញុំមិនដឹងថាឥឡូវគាត់បំភ្លេចហើយប៉ុន្តែគាត់អៀនគាត់ខ្មាស់មិនហ៊ាននិយាយរោមិនក៏មិនដឹងដែរប៉ុន្តែបើខ្ញុំនិយាយទៅរោពួកគាត់ប៉ុន្តែគាត់ថាគាត់អត់និយាយរោប៉ានិយាយរោម្ដាយរបស់ខ្ញុំអីទេពួកគាត់ចាស់គាត់ខឹងគុំបានយូរបើពួកយើងក្មេងៗនិយាយថាអហោសកម្មឲ្យទៅខ្ញុំទៅប្រកាន់ទេពុកម្ដាយគាត់អីក៏ខ្ញុំនៅតែនិយាយរោចឹងទៅចិត្តតែនិយាយទៅមិនទៅនេះទេខ្ញុំមិនដែរទៅគិត
ជាវីដេអូនឹងប៉ុណ្្នឹងបងប្អូន